Let's go. I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. Yeah, I'm tired of shit, and the coffee ain't hit yet, damn, ain't that great. I don't wanna go to work, cause my boss is a jerk, and I'm not even that paid. I need a change in my life, cause I don't បងប្អូននេះគឺជា Ford Tourer Titanium H Series ឆ្នាំ 2025 ដែលបាន design មកជាប្រភេទ SUV ខាងក្នុងក៏ដូចជាខាងក្រៅបើវាមើលទៅទំនើបស្អាតនិងទាន់សម័យហើយវាត្រូវបានបំពាក់មកជាមួយនឹង 4 កៅអី 5 ប្រអប់លេខចំនួន 7 វគ្គអូតូម៉ាស៊ីន V41.5 Lead EcoBoost ដែលផលិតកម្លាំងខ្សែបាន 160 horsepower បងប្អូន Titanium H នេះវាបានបំពាក់មកជាមួយនឹង LED headline សញ្ញោ LED ពលកាងក៏ជាប្រភេទ LED ដែលអាចធ្វើការរេតាមចង្កូតបានមាន LED daytime running line auto delay off headlamp sensing headline មានកាមេរ៉ា 360 parking sensor មកក្រោយចំនួន 12 គ្រាប់បំពាក់មកជាមួយនឹង smart key remote start stop ដែលអាចធ្វើការបញ្ឆេះពីចម្ងាយបានមានប្រព័ន្ធសាកថ្មខ្សែ Android Auto Apple CarPlay USB connection និងបំពាក់មកជាមួយនឹង speaker ចំនួន 8 គ្រាប់ដែលឡែកខាងក្នុងរបស់វាគឺជាប្រភេទស្បែកកៅអីស្បែកចង្កូតស្បែក electronic ដំបូលបើកអេក្រង់ប្រើបាទ 12 inch touch screen និងបំពាក់មកជាមួយនឹងរបងកង់ 19 inch aluminumវាមាន monitor មើលសម្ពាធខ្យល់ intelligent unlock ឬក៏ lock ដែលធ្វើការ lock ទ្វារឬក៏ unlock ទ្វារដោយស្វ័យប្រវត្តិពងសុវត្ថិភាពបំពាក់មកចំនួន 6 គ្រាប់មានប្រព័ន្ធទប់លំនឹងបើកបរនៅផ្លូវរអិលឬផ្លូវកោឬក៏ចុះចំណោតមានប្រព័ន្ធជំនួយចាប់ប្រាំងបន្ទាន់នៅពេលដែលមានឧបសគ្គដោយឡែកកង់ទម្ងន់របស់វាគឺបំពាក់មកជាមួយនឹង ABS មាន blind spot ឲ្យសញ្ញានៅពេលដែលមានយានយន្តវាយចែងស្វ័យឬក៏ស្ដាំ rear cross traffic alert ឲ្យសញ្ញាចរាចរណ៍ឆ្លងកាត់នៅផ្នែកខាងក្រោយមាន lane keep assist ប្រព័ន្ធរក្សាគន្លងផ្លូវAdaptive Cruise Control កំណត់ល្បឿនបើកបរតាមយានយន្តកម្មុកជាដើមនិងមាន option ទំនើបមួយចំនួនទៀតផងដែរហើយពី0ទៅ100 km គឺវាចាយពេលត្រឹមតែ 8.5 វិនាទីតែប៉ុណ្ណោះនិងកម្រិតស៊ីសាំងចំណុចសុំគឺ 7 លីត្រក្នុង100 km ហើយ top speed របស់វាគឺបានរហូតដល់ 200 km ក្នុង1ម៉ោងនិងវាមានតម្លៃ $42,900 គឺជាតម្លៃនៅក្នុងក្នុងស្រុកគូបញ្ជាក់ផងដែរថាការបើកបររបស់ Titanium X នេះវាមាន 4 របៀបមាន normal សម្រាប់ប្រើប្រាស់ធម្មតា eco សម្រាប់ការសន្សំចៃមាន sport សម្រាប់យើងធ្វើការកម្លាំងខ្លាំងឬក៏យើងធ្វើការវាចែកនិង mountain សម្រាប់ផ្លូវបាទឡើងចុះជាដើមអញ្ចឹងបងប្អូនយល់យ៉ាងណាដែរសម្រាប់ Ford Titanium X Series ឆ្នាំ 2025 នេះអាចធ្វើការទម្លាក់ comment នៅខាងក្រោមវីដេអូនេះបានសូមអរគុណ